យៈពេលសង្គ្រាមប្រមាណខែមកនេះទាំងសង្គ្រាមផ្ទាល់នៅលើដី5ថ្ងៃហើយនឹងសង្គ្រាមការទូតសង្គ្រាមព័ត៌មានអីមួយចំនួនហ្នឹងដោយលោកម៉ែនណាតបានលើកឡើងពីខាងដើមថាប្រទេសថៃគេកំពុងតែគេបានវាយទៅលើសង្គ្រាមសារព័ត៌មានទៅលើប្រទេសកម្ពុជាយ៉ាងជោគជាំមែនទែនចំណែកសង្គ្រាមព័ត៌មានរបស់ប្រទេសកម្ពុជាហាក់បីដូចជាដើរឆ្ងាយពីប្រទេសថៃបាទឥឡូវនេះយើងមើលទៅគាត់ក៏បានលើកឡើងដែរថា CNN BBC អីសិតតែមានទីស្នាក់ការនៅក្នុងប្រទេសថៃចំណែកប្រទេសកម្ពុជាបណ្ដេញសារព័ត៌មានចេញអស់ហើយគ្មានអ្នកសារព័ត៌មានគ្មានសារព័ត៌មានអន្តរជាតិណាទៅចុះជួយទៅផ្សាយទៅនិយាយអីទេមកទល់នឹងពេលនេះយើងឃើញថាដូចជាកាសែត New York Times អីកន្លងមកនេះគឺបានចុះផ្សាយតែមួយជ្រុងប៉ុណ្ណោះគឺយកអត្ថបទរបស់ចារកម្មយើងមិនដឹងថាតើចារកម្មហ្នឹងវាមានប្រភពច្បាស់លាស់កម្រិតណាអីទៀត New York Times ធ្វើការផ្សាយឲ្យប្រទេសថៃទៅទៀតដោយ New York Times មិនបានធ្វើការសាកសួរទៅលើប្រទេសកម្ពុជាក៏ដូចជាប្រទេសចិនដែលថៃបានចោទប្រកាន់នោះទេដូច្នេះហើយបានធ្វើឲ្យមន្ត្រីការទូតជាន់ខ្ពស់របស់ចិននៅក្នុងប្រចាំប្រទេសថៃនឹងធ្វើការចេញបដិសេធអំពីការផ្ដល់អាវុធទៅឲ្យប្រទេសកម្ពុជានៅមុនសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងពាក់ព័ន្ធទៅនឹងរឿងបញ្ហាព័ត៌មានទាំងអស់នេះលោកដឹងស្រាប់ហើយថានៅក្នុងសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចនេះគឺសារព័ត៌មានធំច្រើនណាស់រួមមាន Washington Post New York Times Bloomberg The Hill Political ឬក៏សារព័ត៌មាន Al Jazeera និងបណ្ដាញសារព័ត៌មានធំផ្សេងទៀតទាំង CNN ទាំង CNBC អីទាំងអស់ហ្នឹងមកទល់នៅពេលនេះគេនៅមិនទាន់ឃើញមានថាបានចុះផ្សាយអំពីប្រទេសកម្ពុជាដូចដែលពួកគេបានផ្សាយជួយប្រទេសថៃនោះទេបាទតើសង្គ្រាមព័ត៌មាននេះកម្ពុជាគួរមានយុទ្ធសាស្ត្រកម្រិតណានៅក្នុងការតាក់ទាញទៅលើបណ្ដាញសារព័ត៌មានអន្តរជាតិដើម្បីជួយប្រទេសកម្ពុជាដោយថៃគេបានពឹងពាក់ឬក៏បញ្ចេញព័ត៌មានទៅឲ្យ Washington Post ទៅឲ្យ BBC ទៅឲ្យ New York Times អីចឹងដែរបាទលោកមីសវណ្ណរាតើមានអនុសាសន៍កម្រិតណាដែរទៅបាទយើងដឹងហើយថាប្រទេសថៃហើយនិងប្រទេសសិង្ហបុរីគឺជាប្រទេសដែលមានអ្នកសារព័ត៌មានអន្តរជាតិខ្នាតយក្សធំនៅអាស៊ីអាគ្នេយ៍តាំងពីប្រទេសអាស៊ានមាន6ប្រទេសមិនទាន់មាន11ដល់សប្តាហ៍គឺថាទីស្នាក់ការ Sub Office ឬក៏ការិយាល័យរបស់សារព័ត៌មានធំសារព័ត៌មានយក្សដែលល្បីពេញពិភពលោកហើយសម័យកាលនៃទសវត្សរ៍ឆ្នាំ80ពាក់កណ្ដាលទសវត្សរ៍ឆ្នាំ80មកដល់ឥឡូវហ្នឹងគឺថាព័ត៌មានពេលនោះមិនទាន់មាន social media គឺថាមានព័ត៌មានជាកាសែតជាអីមិនទាន់មាន online ទៅទៀតតែជាព័ត៌មានឲ្យមានការជឿជាក់ចឹងហើយប្រទេសថៃនិងសិង្ហបុរីគឺជាទីស្នាក់ការនៃកាសែតធំហើយងាកមកអ្វីដែលលោកសួរហ្នឹងគឺជាបទពិសោធន៍ជាមេរៀនហើយសម័យនេះសម័យយកបច្ចេកវិទ្យាទំនើបសម័យដែល social media លឿនរហ័សពិភពលោកនៅលើបាតដៃរបស់លោកអ្នកគឺទូរស័ព្ទហើយជាសម័យដែលសង្គ្រាមព័ត៌មានទោះពិតមិនពិតគឺគេមានអត្ថភាពគេទៅសិនណាចឹងយើងមើលដូចប្រទេសថៃយើងកំថាឡើយដល់កាសែតបរទេសប្រទេសថៃគេមានកាសែតជាតិគេ Nation បង្កក់ប៉ុស្តិ៍និងកាសែតផ្សេងទៀត3-4កាសែតហ្នឹងគឺថាគេសរសេរភាសាអង់គ្លេសចឹងខុសមិនខុសគឺអាកាសែតយក្សរបស់បរទេសអន្តរជាតិហ្នឹងគេយកទៅផ្សាយសិនហើយរួចហើយចាំកែតម្រូវអានេះជាយុទ្ធសាស្ត្រសង្គ្រាមព័ត៌មានចឹងកម្ពុជាយើងខ្ញុំមិនដឹងថាពេលនោះខ្ញុំនៅក្នុងគុកឆ្នាំ2016គឺថាត្រូវបានគេរំលាយដេញចេញយកហេតុផលពន្ធដារអត់បងពន្ធដារហើយចុះបើអាបងឆ្នាំទី1ដឹងថាកម្ពុជាដៃលីឬក៏ភ្នំពេញប៉ោះវាមិនបងពន្ធមិនព្រមប្រាប់ចាំដល់10ឆ្នាំបានប្រាប់ថាអូពន្ធឯបងពន្ធ10ឆ្នាំតាំងយកលេសនេះដេញគេអាហ្នឹងខ្ញុំនៅក្នុងគុកខ្ញុំលឺហើយបានឃើញអានកាសែតក្នុងគុកចឹងអាហ្នឹងហើយជាមេរៀនតែពេលនេះកម្ពុជាត្រូវដឹងហើយថាអំណាចនៃសារព័ត៌មានបរទេសហ្នឹងគេមិនជ្រៀតជ្រែកគេមិនមែនជាចារកម្មឬក៏ជាស្អីទេប៉ុន្តែយើងដឹងហើយថាចារកម្មនៃប្រទេសមហាអំណាចហ្នឹងគេប្រើតាំងពីអ្នកការទូតតាំងពីអ្នកនយោបាយអ្នកផ្សាយអន្តរជាតិអី
តែយើងកុំនិយាយអំពីexpert កុំនិយាយពីវិជ្ជាជីវៈរបស់គេយើងនិយាយថាពេលនេះយើងមើលនៅក្នុងអង្គការសហជីវជាតិយើងដឹងបើទោះបីអ្នកការទូតលោកប្រាក់សុខុនមិនបានប្រើពាក្យប្រទេសឈ្មោះប្រទេសសៀមប្រទេសថៃក៏ដោយវាជារឿងល្អនៃផ្នែកអន្តរជាតិគឺថាគេអាចទទួលយកបានប៉ុន្តែសៀមវាប្រតិកម្មមកហ្នឹងគឺថាចង់មិនចង់គេស្ដាប់ហើយទោះបីតែសៀមខុសសៀមខូចមែនប៉ុន្តែនៅក្នុងអង្គការសហជីវជាតិហ្នឹង198ប្រទេសដកកម្ពុជាចេញ192គឺថាអគ្គរដ្ឋទូតសៀមប្រចាំនៅអង្គការសហជីវជាតិហ្នឹងគឺថាគេមានអាល្បិចខូចឆ្លាតវៃនោះគឺថាគេទៅដល់មុនគេទៅជែកមុនហើយអគ្គរដ្ឋទូតខ្មែរយើងប្រចាំអង្គការសហជីវជាតិហ្នឹងតើកម្រិតនៃចំណេះដឹងការទូតនេះអា lobby នេះអាបញ្ចុះបញ្ចូលអានិយាយធ្វើឲ្យគេជឿមកអន្តរការសិនហ្នឹងដែលគេឈ្នះការទូតហើយយើងក៏មិនអន់ទៅចាញ់ការទូតអីអំពើល្អរបស់យើងវាគង់តែបានផលទេចឹងហើយអានេះគឺជាមេរៀនហើយបើខ្ញុំគិតថាពេលនេះមិនគួរទេត្រូវតែបើកនៅអំណាចសារព័ត៌មានអំណាចទី4បើទោះបីស្រុកខ្មែរអតីតនាយករដ្ឋមន្ត្រីគាត់ថាកុំឡើយអំណាចទី4អំណាច100ក៏អញមិនអោយដែរគិតឡើងវិញហើយកុំបង្កើតសត្រូវបង្កើតមិត្តទៅអំណាចសារព័ត៌មាននេះគឺថាជួយយើងច្រើនឬក៏យើងចង់បានអ្នកសារព័ត៌មានក្នុងស្រុកដែលអត់មានវិជ្ជាជីវៈចេះតែប៉ាតណាប៉ាតណីទៅអាសូម្បីស្រីក៏ជេរបចោភេទដូចម៉ែយើងហើយអានឹងទៅជាល្បីឬក៏ទៅជាស្អីអានឹងគិតឡើងវិញហើយរៀបចំក្រសួងព័ត៌មានជាតំណាងរដ្ឋាភិបាលកាសែតជាតិរបស់ខ្លួននោះ AKP ទីភ្នាក់ងារ AKP ទូរទស្សន៍ជាតិវិទ្យុជាតិ Facebook របស់ជាតិ Twitter របស់ជាតិ X YouTube របស់ជាតិ Instagram របស់ជាតិវាមានច្រើនណាស់ចឹងយើងពង្រឹងទៅយើងកុំយកទូរទស្សន៍ឯកជនទូរទស្សន៍គ្រួសារយើងយកមកបង្ហាញពិភពលោកបាទ